សួស្ដីអ្នកនរគ្នាខ្ញុំរតបានវ៉ាដោយសារតាមរយៈនេះគឺរវល់នឹងការរៀនខ្លាំងមែនតើជាមួយនឹងពេលវេលាគឺមិនសូវមានដូចគ្នាអញ្ចឹងហើយក៏មិនសូវមានពេលវេលាដើម្បីធ្វើសាច់រឿងដែរហើយជាពិសេសទៀតនោះគឺខ្ញុំនេះគឺឈឺរ៉ាំរ៉ៃច្រើនណាស់ទឹកមកហើយវាអត់ព្រមជានោះទេគឺក្អកនឹងនេះខ្លាំងមែនតើអញ្ចឹងហើយសលេងរបស់ខ្ញុំក៏រៀងប្លែកតាមនឹងដែររៀងស្អកខ្លាំងមែនតើផ្ដើមសាច់រឿងរបស់យើងក៏អាចនិយាយបានថាការចាប់ផ្ដើមនៃអរិយធម៌មនុស្សកាលពីរាប់ពាន់ឆ្នាំមុននៃការចាប់ផ្ដើមនៃមនុស្សជាតិគឺផ្ដើមអំពីការប្រែលំហធ្វើឲ្យមនុស្សជាតិចាប់ផ្ដើមយល់អំពីធនធានជាមួយនឹងចំណេះដឹងមួយចំនួនហើយការប្រែលំហនេះគឺបាននាំពួកគេទៅច្រើនកន្លែងខ្លាំងមែនតើពិភពលោកខ្លះទៅមានសត្វចម្លែកប្លែករុក្ខជាតិជាមួយនឹងពិភពលោកខ្លះទៅមាននៅកម្ដៅខ្លាំងក្លាដូចជាព្រះអាទិត្យអញ្ចឹងនៅគ្រានោះពួកយើងក៏បានយកនៅត្បូងកម្រមួយចូលមកក្នុងទឹកដីមួយនេះដែលបានបង្កើតនៅប្រជាជាតិមួយមិនត្រឹមតែ200-300ឆ្នាំតែប៉ុណ្ណោះនោះទេដែលអាចបង្កើតនៅអរិយធម៌មនុស្សដ៏ជឿនលឿនបំផុតប៉ុន្តែអ្វីដែលគួរអាក្រក់ជាងនេះទៀតនោះគឺភាពជឿនលឿនការជឿនលឿនមួយនេះដែរវាជឿនលឿនពេករហូតដល់មានការនៅផ្ទុះសង្គ្រាមជាច្រើនបានបណ្ដាលឲ្យភពផែនដីសម្បូរទៅដោយធនធាននិងពិភពដ៏អស្ចារ្យមួយនេះបែរជាខ្លះជាពិភពដែលខ្វះធនធានជាមួយនឹងប្រជាជនខ្វះខាតជាច្រើនហើយជាចុងបញ្ចប់នោះភពផែនដីយើង 70% ខ្លះជាតំបន់វាលខ្សាច់បែបនេះហើយមនុស្សដែលរស់នៅសេសសល់ចុងក្រោយក៏រួបរวมគ្នាបង្កើតជាសម្ព័ន្ធហើយនៅពេលដែលក្រោយមកទៀតនៅពេលដែលមានការប្រែលំហបន្តបន្ទាប់គឺមានតែការអនុញ្ញាតមួយគត់ដែលឲ្យចូលនោះគឺជាអ្នកចម្បាំងសត្វវេទមន្តទើបអាចចូលបានបើសិនជាមនុស្សធម្មតាឬក៏ជាអ្នកចម្បាំងកម្រិតទាបគឺគ្មានសិទ្ធិសំបីតែក្នុងការចូលក្នុងជ្រុំហមួយនេះប៉ុន្តែការចូលនៅក្នុងការប្រែលំហមួយនេះដែរវាគឺពិតជារឿងល្អមួយព្រោះវាបាននាំនៅរឿងថ្មីជាមួយនឹងបទពិសោធន៍ជាមួយនឹងចំណេះដឹងជាច្រើនទៀតបាននាំមកកាន់មនុស្សជាតិហើយចំណែកឯអ្នកចម្បាំងសត្វវេទមន្តវិញគឺជាអ្នកដែលគេបានផ្ដល់តម្លៃឲ្យខ្ពស់ខ្លាំងមែនតើសំណែច្រឡំហនេះក៏វាមានគ្រោះថ្នាក់មិនស្ទើរដែរហើយរឿងនេះដែរក៏ធ្វើឲ្យទូប្រគឺពិតជាចាប់អារម្មណ៍ខ្លាំងមែនតើវាគឺជាការរករនៅទីអវកាសមែនទេបែបនេះហើយក៏ធ្វើឲ្យយាយឈិនក៏រៀងអៀនខ្មាស់ផងដែរដោយសារតែការរករនៅទីអវកាសនេះវាមានគ្រោះថ្នាក់ខ្លាំងពេកហើយក៏មានការបរាជ័យនៅការរករថ្មីនេះផងដែរអញ្ចឹងហើយបេសកកម្មយើងក៏បានបញ្ជូននៅក្រុមចចកខ្មៅរបស់ពួកយើងនេះដើម្បីចូលទៅរករហើយការបរាជ័យក្នុងការរករនៅទីអវកាសលើកនេះដែរវាពិតជាបណ្ដាលមានភាពវឹកវរជាខ្លាំងហើយស្របពេលគ្នាដែរ System ក៏បានបញ្ចេញនៅភារកិច្ចថ្មីមួយទៅកាន់តួប្រុសឲ្យធ្វើដំណើរទៅកាន់ព្រៃតារាដែលជាព្រៃរបស់យាយឆាន់កំពុងតែនិយាយនឹងឯងហើយក៏បានគិតផងដែរថាខ្លួនកំពុងតែរៀននៅជំនាញថ្មីដែលជាជំនាញវាលតារាអញ្ចឹងហើយក៏គិតផងដែរថាចង់សាកថាកម្លាំងរបស់ខ្លួននេះគឺវាខ្លាំងប៉ុណ្ណាទៅហើយរឿងរបស់យើងក៏បានកាន់មកកាន់បន្ទាយខាងជើងនៃទីក្រុងឡុងជៀងបាត់ទៅហើយជាមួយនឹងឡានរថពាសដែកមួយកំពុងតែបើកបរចូលទៅខាងក្នុងបន្ទាយនេះហើយឡានរថពាសដែកនេះនៅពេលដែលបញ្ជាអត្តសញ្ញាណហើយទីហ៊ានក៏បានឲ្យគេចូលផងដែរនោះគឺជាវត្តមានការមកដល់របស់យាយឆិនជាមួយនឹងទូប្រុសនឹងឯងហើយយាយឆិនរបស់យើងក៏បានរាក់ទាក់ទៅកាន់កាពីតានរបស់ខ្លួនផងដែរមើលលោកកាពីតានសក់ពណ៌ខៀវរបស់យើងនេះវិញក៏មានឈ្មោះថា Why Again សូមហៅថាលោកកាពីតានជាមួយនឹងអនុក្រុមរបស់យើងដែរមានឈ្មោះថាលោកវ៉ាញចឹងហើយសូមហៅថាអនុក្រុមរបស់យើងវិញហើយកាពីតានរបស់យើងក៏ឈ្មោះទៅកាន់ទូប្រុសផងដែរទូប្រុសក៏ប្រាប់ថាខ្លួនឈ្មោះថា Shupi ចឹងទៅជាមួយនឹងអនុក្រុមរបស់យើងក៏បានចាប់ផ្ដើមនិយាយបន្តទៀតដងដែរថាទូប្រុសនេះពិតជាមនុស្សពូកែខ្លាំងមែនតើដោយគេឈ្មោះមួយនេះគឺបានលើតាមទៅកាន់អបិយាឆិននឹងឯងហើយដោយសារតែលោកអនុក្រុមបានគិតថាទូប្រុសនេះគឺជាមនុស្សពូកែហើយអញ្ចឹងហើយក៏សួរថាតើទូប្រុសនឹងគឺជាមនុស្សដែលមានអាយុ20ក្រាស់មែនទេតែគ្មានទេការតបមកនេះដែរទើបតែ18ឆ្នាំតែប៉ុណ្ណោះដែលធ្វើឲ្យលោកកាពីតានជំនះអនុក្រមរបស់យើងនេះគឺឡើងគាំងតែម្ដងដែលធ្វើឲ្យលោកអនុក្រមរបស់យើងគឺប្រែទឹកមុខទៅហើយបានថាឯងនេះគឺមិនតាន់ខ្លាចជាគ្រូសត្វវេទមន្តនោះទេឯងគ្រាន់តែខ្លាចជាឋានៈសិស្សតែប៉ុណ្ណោះតែឯងគឺមកពីសាលាណាទៅទូប្រុសក៏ប្រាប់ផងដែរថាខ្លួនគឺគ្មានសាលាគ្មានស្អីទេគឺរៀនតែខ្លួនឯងតែធ្វើឲ្យបេយឆិនរត់តែគាំងមួយតង់ទៀតបាត់ទៅហើយអញ្ចឹងហើយលោកកាពីតានក៏ចាប់ផ្ដើមនិយាយផងដែរការដំណើរសងព្រៃនេះដែរវាពិតជាគ្រោះថ្នាក់ខ្លាំងមែនតើជាចម្បងនោះគឺឲ្យឯងនេះគឺចោះឈ្មោះជាមួយនឹងការបង្ហាញសមត្ថភាពសម្រាប់ទូប្រុសគឺគ្មានបញ្ហានោះទេក៏បានបញ្ចេញនៅចំហាយដ៏ពិឃាតមកហើយក៏បានប្រាប់ផងដែរសម្រាប់ការបង្ហាញលើកនេះដែរខ្ញុំចង់ឲ្យអ្នកនេះគឺតបស្នងមកវិញជាមួយនឹងឋានៈដ៏ខ្ពស់សម្រាប់ខ្ញុំ
កុំឲ្យខ្ញុំនេះគឺបញ្ចេញសារវិតម្បខ្ញុំមកគឺខាត់បងតូទេពេលដែលឃើញរឿងបែបនេះហើយធ្វើអនុក្រមរបស់យើងគឺខឹងខ្លាំងមែនតើដែលទូប្រនេះគឺពិតជាឆ្មាំខ្លាំងមែនតើក៏ដែលបង្ហាញនូវសមត្ថភាពសោះបែរជាទៀមនៅតំណដ៏ខ្ពស់បែបនេះប៉ុន្តែសម្រាប់លោកកាពីតានរបស់យើងគឺហាមខុសទៅកាន់អនុក្រមរបស់យើងហើយយ៉ាងណាគេក៏ជាភ្ញៀវរបស់យើងផងដែរហើយយើងក៏បានឃើញនៅ Skelly របស់យើងដែលជាកូនក្រុងឆ្អឹងរបស់យើងបានចេញមកហើយពិតជាកំណាយខ្លាំងមែនតើជាមួយនឹងពាក្យបំបាយអំពីតួប្រហើយគ្រាន់តែការចេញវត្តមានរបស់ Skelly ភ្លាមណាវាពិតជាអំណាចនឹងការសាហាវជាមួយនឹងចំហាយពិឃាតបានធ្វើឲ្យអ្នកទាំង3ដែលជាកាពីតានអនុក្រមជាមួយនឹងយាយឆិនរបស់យើងនេះគឺភ្ញាក់ផ្អើលខ្លាំងមែនតើគឺបានដឹងហើយថានោះគឺជាសាស្ត្រវេទមន្តផ្នែកអ្វីប៉ុន្តែគឺគ្មានទេចេញមកគឺជ្រុះក្បាលធ្វើឲ្យទូប្រយើងគឺខ្មាស់គេមិនស្ទើរទេលោកអើយហើយពេលនេះដែរទូប្រក៏ចាប់ផ្ដើមបញ្ចេញនៅត្បូងគ្រីស្តាល់ដែលបានយកចេញមកពី Demon King ទៅកាន់កូន Skelly របស់យើងដើម្បីឲ្យស្រូវវាមានធម៌ពលកាន់តែខ្លាំងហើយប៉ុន្តែមិនបាច់មើលមកកាន់អ្នកទាំងពីរនេះទេគឺពិតជាក្តៅទៅកាន់ទូប្រខ្លាំងមែនតើប៉ុន្តែទ្រាំសិនទៅហើយពេលនេះដែរយាយឆិនក៏មកសួរទៅកាន់ទូប្រផងដែរតែទូប្រនេះមានតាមក្បាលហ្នឹងទេអីអត់មានអីផ្សេងទៀតទេអីប៉ុន្តែសម្រាប់ទូប្រគឺប្រាប់ថាគឺមានតែសត្វវេទមន្តមួយនឹងឯងគ្រាន់តែយាយឆិនបានលឺសម្ដីរបស់ទូប្រយើងនិយាយបែបហ្នឹងភ្លាមធ្វើឲ្យគាត់នេះគឺផាត់ភ័យខ្លាំងមែនតើបានខំតែនិយាយជាមួយនឹងកាពីតានជាមួយនឹងអនុក្រមថាខ្លួននេះគឺមិនដឹងថាសមត្ថភាពរបស់គេនេះគឺការបែបហ្នឹងទេគឺសូមកុំខឹងខ្លួនអីតែគ្មានទេទូប្របាននិយាយថាយាយឆិនខ្ញុំមិនឲ្យអ្នកឯងគឺខកបំណងជាមួយនឹងខ្ញុំនោះទេគ្រាន់តែមួយផ្លែសក៏មានចំហាយដ៏ខ្លាំងបានបំបែកដីជុំវិញនឹងតែម្ដងហើយ skill ដែលបានបញ្ចេញមកនេះគ្រាន់តែជា skill ថ្នាក់មធ្យមនៃ Skelly តែប៉ុណ្ណោះហើយទៅមើលទៅកាន់អ្នកទាំង3នេះគឺភ្ញាក់ផ្អើលមែនតើព្រោះរបួនមួយនេះវាលឿនខ្លាំងពេកហើយមើលតែដីព័ទ្ធជុំវិញទៅកាន់អ្នកទាំង3ទៅគឺបាក់ស្រុតចុះទៅខាងក្រោមតែម្ដងបាញ់នេះបើយាយឆិនគឺទូប្រុសគ្មានសមត្ថភាពពិតមែននោះគឺដឹងតែត្រូវដាក់កម្មទៅតាមច្បាប់ទាហានមិនខានឬក៏ដាក់ទោសតាមច្បាប់ទាហានហើយការមកកាន់ទូប្រុសពេលបច្ចុប្បន្ននេះវិញគឺកំពុងតែ scan ជាមួយនឹងចរឈ្មោះដើម្បីខ្លាចជាអ្នកចម្បាំងសត្វវេទមន្តពេញសត្វឥឡូវពេលនេះដែរគឺទូប្រុសប្រហែលជាធ្វើតេស្តជាប់ទៅហើយមើលទៅពេលដែលគេបង្ហាញអត្តសញ្ញាណហើយក៏ធ្វើឲ្យយាយឆិននេះគឺចាប់ដើមជឿទូប្រុសហើយព្រោះទូប្រុសគឺមិនបានកុហកនឹងអាយុខ្លួនឯងពិតមែនប៉ុន្តែសម្រាប់អនុក្រមរបស់យើងគឺបានប្រាប់ហើយថាកុំឲ្យទូប្រុសនេះគឺចាប់ដើមសប្បាយចិត្តលឿនពេកព្រោះទូប្រុសគឺមិនទាន់នៅមានគុណសម្បត្តិនៅឡើយទេជាពិសេសនោះក៏មិនទាន់មានបទពិសោធន៍ណាមួយផងដែរហើយក៏មិនឲ្យទូប្រុសនេះគឺធ្វើខុសច្រើនដងនោះទេព្រោះដឹងហើយព្រោះថាមិនទាន់មានគុណសម្បត្តិមិនទាន់មានបទពិសោធន៍តែធ្វើខុសអីមិនស្រួលហ្នឹងគឺដឹងតែខ្ចប់មិនខានទេហើយបែបហ្នឹងហើយយាយឆិនក៏មិនអោយអញ្ញាច្រើនដែរក៏អោយតាមទៅកាន់អនុក្រមយើងទៅហើយមិនត្រឹមតែប៉ុណ្្នឹងទេអាប៉ែយាយឆិនហ្នឹងគឺចេញទៅនីទៅកាន់ទូប្រុសទៀតផងថាបើមានបញ្ហាអីចាំគាត់នេះគឺជាអ្នកជួយទៅកាន់ទូប្រុសតែម្ដងហើយក៏មិនបាច់អរគុណទៅកាន់គាត់ផងដែរប៉ុន្តែសម្រាប់ក្នុងចិត្តទូប្រុសវិញគឺបានបនព្រះជាម្ចាស់ហើយឲ្យជួយការពារទៅកាន់ពួកទាំង3នាក់ទាំង4នាក់នេះផងព្រោះដឹងតែសមត្ថភាពរបស់គេនេះគឺមិនខ្លាំងដូចជាសម្ដីទេនៅពេលដែលទូប្រុសបានចូលមកដល់ខាងក្នុងគឺធ្វើឲ្យគាត់គឺភ្ញាក់ផ្អើលខ្លាំងមែនតើអ្វីដែលនៅខាងមុខទូប្រុសធ្វើឲ្យគាត់ភ្ញាក់ផ្អើលនេះគឺសិតតែជារបស់ល្អតែម្ដងហើយលោកកាពីតានរបស់យើងក៏បានប្រាប់ផងដែរថាបេសកកម្មនេះវាគ្រោះថ្នាក់ខ្លាំងមែនតើឲ្យទូប្រុសគឺជ្រើមួយទៅចាំគាត់គឺចេញលុយហើយក៏ប្រាប់ផងដែរថាទាំងអស់ហ្នឹងគឺមិនថ្លៃទេប៉ុន្តែសម្រាប់ទូប្រុសគឺគាត់នេះចាប់ផ្ដើមគិតហើយថារបស់របរទាំងអស់នេះគឺមិនបានលក់នៅក្នុងទីផ្សារណាមួយឡើយពិតជារបស់រដ្ឋាភិបាលពិតមែនតែក៏មើលអ្នកខាងក្រៅអសោះណាគឺហាឡើងរុយចូលបាត់ទៅហើយមកមើលទៅកាន់ទូប្រុសរបស់យើងវិញក៏ចាប់ផ្ដើមដើរមើលនៅរបស់របរមួយចំនួនជាមួយនឹងរបស់មួយយើងក៏បានឃើញហើយនោះគឺជាកំណំនាគរាជចំណែកចំហាយរបស់វាវិញក៏ខ្លាំងផងដែរធ្វើឲ្យទូប្រុសនេះគឺទទួលនៅអារម្មណ៍ដឹងបានជាមួយនឹងលោកកាពីតានរបស់យើងក៏បាននិយាយផងដែរតែទូប្រុសជួយចិត្តមួយណាគឺរើមួយហ្នឹងទៅតែគ្មានទេគឺចង្អុលទៅកាន់ទូកញ្ចក់ដែលមានកំទេចមួយដូចជាដៃដែលធម្មតាមិនគ្មានអីអស្ចារ្យអញ្ចឹងគឺថាខ្លួននឹងយកវាមួយហ្នឹងហើយយើងក៏បានដឹងអ្វីដែលទូប្រុសគឺចង់បាននោះគ្រាន់តែជាបច្ចេកវិទ្យាមួយដែលវានេះគឺពិតជាស័ក្តិសមទៅកាន់មនុស្សដែលមានកម្រិតទី1ទៅដល់កម្រិតទី6ខ្លាំងមែនតើដែលវាគឺជាក្បាច់គុណតនៈមូលដ្ឋានប៉ុន្តែសម្រាប់អ្នកទាំងពីរនេះវិញគឺសើចខ្លាំងមែនតើដែលលោកអនុក្រមរបស់យើងគឺបានថាយស្អីគេទៅតែនេះគឺជាមនុស្សដែលខ្លាំងដែរអបិយឆិនណយណមែនដែលធ្វើអបិយឆិនក៏រៀងមានខ្លួនផងដែរក៏បានតែប្រាប់តកាន់ទូប្រុសយើងផងដែរថាបេសកកម្មនេះគឺពិតជាមានគ្រោះថ្នាក់ខ្លាំងមែនតើឲ្យឯងគឺជ្រើនៅគ្រឿងសឹកដើម្បីការពារខ្លួនតែគ្មានទេទៅទូប្រុសគឺប្រកែកហើយថារឿងទាំងអស់ហ្នឹងវាគ្មានអ្វីអស្ចារ្យសម្រាប់ខ្លួននោះទេកុំបារម្ភអីខ្លួនអាចការពារខ្លួនបានហើយមិនបាច់ចាំបារម្ភច្រើនឡើយរឿងបែបនេះហើយដែលធ្វើឲ្យលោកកាពីតានរបស់យើងពិតជាចាប់អារម្មណ៍ទៅកាន់ទូប្រុសកាន់តែខ្លាំងហើយព្រោះថាគ្រឿងសឹកវាកាន់តែការពារខ្លួនមែន
ប៉ុន្តែគ្មានផ្ដល់នូវសមត្ថភាពអ្វីនោះទេប៉ុន្តែសម្រាប់ទូប្រនេះវិញបើជាយកនៅក្បាច់គុណទៅវិញដែលវាផ្ដល់ជូននៅសារៈសំខាន់នាពេលអនាគតសង្ឃឹមថាឯងនេះនឹងគិតត្រូវទៅចោះហើយពេលនោះដែរក៏មានការជូននៅកៅអៅសម្ភារៈមួយទៅកាន់ទូប្រផងដែរហើយអបិយជនក៏ណែនាំផងដែរថាវាគឺជាកៅអៅសម្លៀកបំពាក់នៃប្រយុទ្ធនឹងឯងដែលវានេះគឺពិតជាមានសារៈសំខាន់ប្រយោជន៍ខ្លាំងមែនទែនដែលវាអាចការពារទៅកាន់សត្វវេទមន្តដែលមានកម្រិតទី5បានហើយយើងក៏បានដឹងផងដែរថាក្នុងពិភពលោកហ្នឹងគេមិនបានហៅសត្វបិសាចឬសត្វអីទាំងអស់ហ្នឹងថាជាសត្វវេទមន្តនោះទេប៉ុន្តែគេហៅថាគឺជាអាស្ត្រាហើយបានជាអាស្ត្រាទៅដូចជាសត្វវេទមន្តភ្លើងវេទមន្តដីអញ្ចឹងទៅគឺដូចខ្ញុំនិយាយរៀបរាប់ហើយមកមើលទៅកាន់ទូប្រក៏ថាវាមិនអីទេហើយយើងក៏បានកាត់មកកាន់ពួកគេនេះទៅដំណើរទៅកាន់ព្រៃតារាដែលកន្លែងប្រែលំហហ្នឹងហើយទូប្រក៏ចាប់ផ្ដើមសួរអំពីកន្លែងប្រែលំហហ្នឹងហើយតើវាយ៉ាងម៉េចទៅមានន័យថាអាយុឈិនគឺរៀបរាប់ឡើងផ្ទៃតែម្ដងដែលបានប្រាប់ហើយថាការប្រែលំហលើកនេះដែរគេបានវាតម្លៃថាគឺជាកម្រិត Bereniano គឺដូចជាដងចន់អញ្ចឹងឯងដែលដូចក្នុងរឿង Solo Leveling អញ្ចឹងដងចន់មួយនៅពេលដែលចេញមកមួយគេវាតម្លៃតាមហ្នឹងវាដូចគ្នាគ្រាន់តែគេហៅថាវាការប្រែលំហហើយក្នុងការប្រែលំហលើកនេះដែរវាពិតជាខ្លាំងក្លាមែនទែនជាមួយនឹងកំហឹងអរិយជាច្រើនប៉ុន្តែគោលដៅចម្បងដែលពួកយើងបានបញ្ចេញបេសកកម្មលើកនេះដែរគឺពួកយើងមកយកនៅត្បូងដ៏សារៈសំខាន់មួយនៅក្នុងដែនដីមួយនេះទេគឺដូចជារ៉ែអញ្ចឹងនៅពេលស្ដាប់ហើយធ្វើទូប្រគឺភ្ញាក់ផ្អើលខ្លាំងមែនតើគឺជាប្រភេទអាស្ត្រាអរិយមែនទេហើយក៏គិតផងដែរបេសកកម្មនេះក៏ត្រូវតែជួយទៅកាន់មនុស្ស2នាក់ផងដែរហើយកំពុងតែធ្វើដំណើរសុកហ្នឹងក៏មានការហោះនៅជើងសត្វបិសាចមួយគឺមកកាន់មុខអ្នកទាំង2ទាំង3នឹងបាត់ទៅហើយរឿងនេះដែរបានធ្វើឲ្យសត្វវេទមន្តដែលពួកគេកំពុងតែជិះហ្នឹងគឺភ្ញាក់ផ្អើលខ្លាំងមែនតើធ្វើទូប្រគឺថាគឺកំពុងតែមានការវាយប្រហារមែនទេតែគ្មានទេនោះគ្រាន់តែជាការកំដៅសាច់ដុំចាំទៅកាន់ពួកគេតែប៉ុណ្ណោះដែលអាប៉ែនោះដែរមានឈ្មោះថាលីម៉ុងនឹងឯងហើយវាដែរគឺជាអ្នកប្រយុទ្ធសត្វវេទមន្តក្រែងប្រាក់ហើយពេលនេះដែរកាត់មកកាន់ពួកគេក៏បានមកដល់កន្លែងប្រែលំហបាត់ទៅហើយយើងមើលទៅកាន់អាប៉ែនោះតឡើងញ័រខ្លួនទៅកើតែម្ដងហើយមើលអ្នកទាំងពីរនេះដែលជាអាប៉ែលីនម៉ុងជាមួយនឹងកាពីតានរបស់យើងគឺកំពុងតែរាក់ទាក់គ្នាតាមអ្នកស្គាល់គ្នាអញ្ចឹងទៅហើយក៏បាននិយាយរឿងការប្រែលំហលើកនេះផងដែរហើយបេសកកម្មចម្បងមួយទៀតនោះក៏ត្រូវទៅជួយទៅកាន់មនុស្ស2នាក់ទៀតហើយស្របពេលគ្នានោះដែរអាប៉ែលីនម៉ុងក៏សួរថាតើអាចំកមួយខាងក្រៅហ្នឹងគឺជាអាណាគេគ្មានទេគឺលោកកាពីតានរបស់យើងក៏ប្រាប់ហើយថាគេគឺជាសមាជិកថ្មីរបស់យើងហើយក៏បានណែនាំទៅកាន់អាប៉ែលីនម៉ុងហ្នឹងគឺឲ្យស្គាល់ទៅហើយទូប្រក៏ចាប់ដាំសួរហើយនឹងរាក់ទាក់ខ្លាំងមែនតើហើយក៏ឲ្យជួយប្រាប់ផងថានៅទីនេះគឺកំពុងតែមានរឿងអ្វីកើតឡើងតែគ្មានទេអាប៉ែនោះគឺពិតជាឆ្លើយនឹងលើខ្លាំងមែនតើបានក្នុងចិត្តថាមើលទៅគ្មានអីអស្ចារ្យទេគឺបាននិយាយថានិយាយទៅគឺបែបឌឺតែម្ដងប៉ុន្តែកន្លែងនេះក៏ខ្ញុំសូមសរសើរទៅកាន់លោកកាពីតានរបស់យើងមែនតើទោះបីទូប្រមិនមែនជាសមាជិកពិតប្រាកដមែនប៉ុន្តែគឺចេញការពារតែម្ដងគឺប្រាប់ឲ្យទោះបីទូប្រមិនមែនជាអ្នកចម្បាំងពេញសិតក៏ដោយប៉ុន្តែយ៉ាងណាគេក៏បានប្រឡងតេស្តជាប់ផងដែរតែគ្មានទេអាប៉ែនោះគឺថាយអើយអញដឹងហើយប៉ុន្តែបើគ្មានសមត្ថភាពទេកុំទៅល្អជាងនាំតែទៅចោលឆ្អឹងនៅទីនោះទេរបៀបថាគឺមាក់ងាយគេតែម្ដងហើយលោកកាពីតានយើងក៏បានប្រាប់ទៅកាន់ទូប្រថាឲ្យនៅពីក្រោយខ្លួនទៅចាំគាត់ការពារតែគ្មានទេបានធ្វើឲ្យអាប៉ែនោះចាប់ផ្ដើមភ័យបែកញើសតែម្ដងដែលគឺជាប៉ែអាលីនម៉ុងនឹងឯងព្រោះថាចំហាយការសម្លឹងរបស់ទូប្រនេះពិតជាខ្លាំងក្លាមែនតើខ្លួនឯងគឺប្រៀបបានដូចជាក្រុងឆ្អឹងមួយដែលត្រូវបិសាចមួយកំពុងតែសម្លក់ចាំស៊ីឆ្អឹងអញ្ចឹងហើយពេលនេះពួកគេក៏បានចាប់ផ្ដើមចូលទៅក្នុងការប្រែលំហនេះផងដែរដែលគឺជាព្រៃតារាហើយទៅកាន់អ្នកទាំងពីរនេះវិញគឺមុននឹងចូលយាយឆិនក៏បានប្រាប់ទៅកាន់ទូប្រថាដំណើរសងព្រេងមួយចំនួនណាគឺមានតែប៉ុណ្្នឹងឯងចឹងហើយសូមឲ្យទូប្រនេះកុំប្រកាន់ច្រើនហើយដាក់ចូលចិត្តទុកដាក់អីទូប្រក៏តាមនឹងផងដែរគឺមិនប្រកាន់ច្រើនទេហើយពេលនេះយើងក៏បានឃើញអាប៉ែលីនម៉ុងគឺនាំមុខទៅកាន់ពួកគេហើយគឺបានប្រាប់ឲ្យពួកគេនេះគឺប្រយ័ត្នខ្លួនផងដែរយើងក៏បានឃើញទស្សនវិជ្ជានៅទីនេះហើយពោពេញទៅដោយពណ៌ស្វាយតែម្ដងយើងក៏បានឃើញនៅសត្វអន្ត្រីស្លាប់4ផងដែរដែលនោះគឺជាកាមេរ៉ាឬក៏ដ្រូនលើអាកាសសម្រាប់ពួកគេនឹងឯងដែលលោកអនុក្រមរបស់យើងគឺបានបញ្ចេញមកនឹងឯងហើយគាត់ប្រាប់ផងដែរថានៅក្បែរនេះគឺគ្មានសត្វវេទមន្តណាឬក៏មានភាពគ្រោះថ្នាក់អីនោះទេអញ្ចឹងហើយគឺបានទៅកាន់អាប៉ែលីនម៉ុងនឹងតែម្ដងបាននិយាយឲ្យថាទីនេះពួកយើងគួរតែបង្កើនការប្រុងប្រយ័ត្នផងទៅហើយជាពិសេសនោះគឺសត្វវេទមន្តនៅទីនេះយើងមិនអាចកត់សម្គាល់បានដឹងថាវាគឺជាសត្វកម្រិតទាបឬក៏ខ្ពស់ឡើយហើយពេលនោះដែរពួកគេក៏បានស្កេននៅចំសត្វមួយផងដែរនោះគ្រាន់តែជាសត្វខ្លាពេញវ័យកម្រិត5តែប៉ុណ្ណោះអញ្ចឹងហើយពួកគេគឺមានបំណងចង់សម្លាប់វាតែម្ដងតែបានត្រូវទូប្រគឺហាមឃាត់ឲ្យថាឲ្យសង្កេតទីនេះឲ្យច្បាស់សិនទៅតែគ្មានទេអាប៉ែលីនម៉ុងនោះគឺក្តៅតែម្ដងតែឯងគិតថាអញហ្នឹងវាឆៃខមែនប៉ុន្តែទូប្រ
គឺបានប្រាប់ហើយថាតាមខ្លួនសង្កេតជាមួយនឹងតំបន់ជុំវិញនេះគ្មានសត្វល្អិតជាមួយនឹងផ្សែងដែលអានកំបាំងមួយនេះផងដែរវាគិតថានេះគឺជានុយមើលទៅសត្វមួយចំនួននេះមិនមែនគឺជាសត្វពិតប្រាកដឡើយគ្រាន់តែជាអាយ៉ងតែប៉ុណ្ណោះគ្មានទេគឺអាប៉ែយាយឆានគឺជឿទៅកាន់ទូប្រឲ្យថាស្កែមមើលសិនទៅប៉ុន្តែសម្រាប់លោកអនុក្រមរបស់យើងគឺថាគ្មានបញ្ហាទេក៏បានផ្ដល់នៅរឿងទាំងអស់ហ្នឹងទៅកាន់អាប៉ែលីនម៉ុងផងដែរតែពេលឮថាវាគ្មានបញ្ហាអីចឹងហើយក៏បានចេញបញ្ជាកុំចាប់ទៅកាន់សត្វខ្លានោះតែម្ដងទៅពេលដែលអាប៉ែលីនម៉ុងបានបញ្ជាសត្វវិតមមួយខ្លួនទៅចាប់កាន់ខ្លាមកនោះយើងក៏បានឃើញនឹងការបំរែបំរួលរបស់វាផងដែរដែលធ្វើឲ្យទៅកាន់លោកកាប់តារបស់យើងគឺបានចាប់ដឹងហើយនោះគឺជាការមិនស្រួលនោះទេហើយចំហាយចេញពីខ្លានោះគឺបានចូលទៅចាប់រួមរត់ទៅកាន់សត្វវិតមរបស់អាប៉ែលីនម៉ុងហើយចំពេលហ្នឹងដែរទូប្រក៏បានផ្ដល់យោបល់ទៅកាន់អាប៉ែលីនម៉ុងថាឲ្យយកសត្វវិតមរបស់ឯងត្រឡប់មកវិញមកបើមិនចឹងទេគឺស្លាប់មិនខានប៉ុន្តែគឺត្រូវបានការស្រ័យកំហុសដាក់មកវិញទៅកាន់អាពីសំណាក់អាប៉ែលីនម៉ុងបាត់ទៅហើយឯងកុំចេះឯងកុំមកចេះបញ្ជាអញចេះដឹងខ្លួនអញហើយយើងក៏បានឃើញថាសាប៊ីមុនរបស់អាប៉ែលីនម៉ុងនេះគឺបានផ្លាស់ប្ដូរបាត់ទៅហើយដែលធ្វើឲ្យលោកកាប់តែរបស់យើងគឺបានដឹងភ្លាមគឺមិនស្រួលទេនេះគឺជាធម្មពលនៃអារៈតែបែបហ្នឹងហើយទូប្រកក៏ប្រាប់តែម្ដងទៅថានេះគឺមិនមែនជាសត្វវេទមន្តធម្មតានោះទេវាគឺជាសត្វបិសាចតែម្ដងដែលវានេះគឺជាបិសាចកម្រិតទី7គ្រាន់តែលឺភ្លាមកាប់តែរបស់យើងប្រញាប់តែម្ដងស្អីគេកម្រិតទី7ប្រកក៏បញ្ជាក់ទៀតផងដែរថាតាមអ្វីដែលខ្លួនបានដឹងនោះសត្វបិសាចនេះគឺជាសត្វបិសាចប្រឡឹងឈាមគ្រាន់តែលឺអញ្ចឹងភ្លាមធ្វើអបិយឈិនរត់តែភ្ញាក់ផ្អើលទៀតហើយតែឯងកំពុងនិយាយស្អីទៅសត្វបិសាចប្រឡឹងឈាមហើយតែឯងកំពុងនិយាយស្អីហើយទូប្រកក៏ច្រើននិយាយទៀតហើយបើសិនបើអ្នកនរគ្នាមិនជឿទេមើលចូលទៅក្នុងស្រះនោះទៅតើគឺជាអ្វីពេលនេះដែរបិសាចប្រឡឹងឈាមក៏ចាប់ដើមងើបភ្ញាក់ឡើងមកដែលពេលនេះអំណាចវាខ្លាំងក្លាមែនទែនគឺលាន់មាត់គ្រប់គ្នាបិសាចកម្រិតទី7ហើយទូប្រកក៏ប្រាប់អ្នកនរគ្នាថានៅចាំការទៀតមិនរត់ឲ្យលឿនទៅតែសម្រាប់បិសាចប្រឡឹងឈាមនេះដែរគឺ sorry តែម្ដងព្រោះថាមិនមែនជាដូចចំពោះគេបានវាឆែកថាជាបិសាចកម្រិតទី7ទេប៉ុន្តែវាគឺជាបិសាចកម្រិតតនៈស្ដេចឯណោះយើងដឹងហើយថាតនៈស្ដេចគឺជាកម្រិតទី9ក៏បានតាមប្រមាញ់ទៅកាន់ពួកគេក៏បានបញ្ចេញនៅអាយ៉ងឈាមប្រមាញ់ពួកគេផងដែរមើលទៅអាយ៉ងឈាមរបស់ពួកគេនេះគឺដូចជាចចអញ្ចឹងហើយរឿងនេះដែរធ្វើពួកគេគឺផិតភ័យខ្លាំងតែព្រោះបិសាចបឹងប្រឡឹងឈាមនេះគឺអាចដើរលើដីអាចដេញតាមពួកគេបានចំពេលគ្នាដែរកំពុងតែមានស្ថានភាពគ្រោះថ្នាក់នោះដែរគឺលោកអនុក្រមរបស់យើងគឺប្រាប់ថាខាងមុខគឺមានបិសាចច្រើនខ្លាំងមែនទែនហើយគួរតែផ្លូវណាមកផ្លូវណាទៅតែធ្វើឲ្យលោកកាពីតែរបស់យើងក៏មិនដឹងផងដែរក៏សួរថាទៅផ្លូវណាមកផ្លូវណាគឺមួយឡើងភ័យស្លន់អស់ហើយមើលតែពេលយើងស្លន់គឺគិតអីមិនចាញ់ទេប៉ុន្តែអាប៉ែលីនម៉ុងរបស់យើងក៏បានចេញយោបល់តែម្ដងគឺថាឲ្យទៅព្រៃភៀកខាងលិចគឺដឹងតែមានសុវត្ថិភាពហើយប៉ុន្តែលោកកាប់តែរបស់យើងក៏មិនមែនសម្រេចចិត្តភ្លាមដែរក៏សួរទៅកាន់ទូប្រុសតែទូប្រុសសម្រេចចិត្តបែបណាក្នុងស្ថានភាពបែបនេះទូប្រុសក៏បាននិយាយថាគឺទៅព្រៃខាងកើតគ្រាន់តែនិយាយចឹងភ្លាមណាគឺធ្វើឲ្យលោកកាពីតានរបស់យើងនេះថាឯងនេះកំពុងតែនិយាយស្អីទៅហើយសាច់បួងរបស់យើងនេះក៏បានបញ្ចប់ត្រឹមហ្នឹងដែរអ្នកនរគ្នាហើយសម្រាប់ថ្ងៃនេះដែរគឺខ្ញុំអត់សូវមានពេលវេលាធ្វើទេធ្វើនៅខាងក្រៅអាកាសធាតុក៏រៀងត្រជាក់ដែរខែក្តៅទៅខ្ញុំអាចបានធ្វើច្រើនដល់ពេលខែត្រជាក់អញ្ចឹងក៏អត់សូវបានធ្វើដែរហើយខ្ញុំក៏បច្ចុប្បន្ននេះគឺសុខភាពរបស់ខ្ញុំគឺពិតជាសិនល្អទេគឺឈឺច្រើនខ្លាំងមែនតើជាមួយនឹងអង្គុយនៅខាងក្រៅអាកាសធាតុត្រជាក់2-3ម៉ោងដើម្បីធ្វើសាច់រឿងហ្នឹងរត់តែពិបាកទៀតអ្នកនរគ្នាដឹងហើយថាធ្វើនៅខាងក្នុងផ្ទះនោះគឺគ្រួសារមិនគ្រប់គ្រងទេអញ្ចឹងហើយលឺយើងធ្វើរឿងបញ្ចូលរឿងអីគាត់ថាហើយអញ្ចឹងហើយគឺខ្ញុំមិនមែនតែមកធ្វើខាងក្រៅជួនអាកាសធាតុកំពុងតែត្រជាក់ប្រហែលអង្សានេះផងអញ្ចឹងហើយជាមួយនឹងសុខភាពខ្ញុំកំពុងតែឈឺទៀតអញ្ចឹងហើយក៏ចេះតែមិនសូវបានធ្វើឲ្យអ្នកនរគ្នាជាមួយនឹងពេលវេលាគឺមិនសូវមានទៀត